chưa tha bong bóng tạc này á, có chỉ cóក្រុម K-pop ខាងលើមួយក្រុមនេះហើយមែនអត់ព្រោះក្រុមពួកគាត់ណាល្បីខ្លាំងមែនតើសូម្បីតែក្មេងៗណាក៏ចូលចិត្តពួកគាត់ដែរក្រុមពួកគាត់មានឈ្មោះថា Blackpink គាត់តែលើឈ្មោះខ្ញុំដឹងតែបងប្អូនខ្មែរយើងមួយចំនួនណាប្រកាសជា fan របស់គាត់តែម្ដងសិនជាបងប្អូនទាំងអស់គ្នាជា fan របស់ក្រុម Blackpink តើបងប្អូនទាំងអស់គ្នាដឹងអត់ថាក្រុម Blackpink មានសមាជិកទាំងអស់ចំនួនប្រមាណអ្នកថាបងប្អូនទាំងអស់គ្នាប្រកាសជាឆ្លើយថា Blackpink មានសមាជិកចំនួន4នាក់អីព្រោះនៅក្នុងហ្នឹងមាន Lisa មាន Jennie មាន Rose ជាមួយនឹង Jisoo ប៉ុន្តែចម្លើយមួយនេះគឺវាអត់ត្រឹមត្រូវទេតាមពិតទៅក្រុម Blackpink មានសមាជិកដល់ទៅ5នាក់ហើយបងប្អូនទាំងអស់គ្នាឆ្ងល់ហើយសមាជិកទី5ហ្នឹងណាគេអញ្ចឹងឥឡូវយើងមកស្ដាប់ទាំងអស់គ្នាពីដំបូងឡើយក្រុមរបស់ Blackpink មានសមាជិកចំនួន5នាក់ហើយតែងតែហាត់ច្រៀងរួមជុំគ្នាដោយក្នុងរូបភាពខាងលើដែលបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងក្តីសម័យរបស់ពួកគាត់ទាំង5ហ្នឹងគឺចង់ខ្លាយទៅជា Superstar មួយក្រុមដ៏ល្បីល្បាញដែលមានគេស្គាល់ច្រើនតែក្រោយមកនៅពេលដែល Blackpink ចាប់ផ្ដើមមានគេស្គាល់ច្រើនណាសមាជិកក្រុមរបស់គាត់មានតែ4នាក់ដដែលចុះម្នាក់ទៀតហ្នឹងគាត់ទៅណាឥឡូវខ្ញុំមកនិយាយពីប្រវត្តិគាត់ឲ្យអ្នកទាំងអស់គ្នាបានស្ដាប់ទាំងអស់គ្នាសមាជិកទី5ខាងលើម្នាក់នេះមានឈ្មោះថា Cho Miyeon គាត់រស់នៅនិងចូលចិត្តតន្ត្រីតាំងតែពីនៅកុមារភាពមកម្លេះហើយគាត់ថែមទាំងចេះលេងហ្គីតា piano និង violon ថែមទៀតផងរហូតដល់គាត់ធំពេញវ័យគាត់បានចូលប្រកួតកម្មវិធីចម្រៀងរហូតដល់គាត់បានជាប់ហើយគាត់តែងមានក្តីសម័យមួយចង់ចូលប្រកួត K-pop និងបង្កើតក្រុមមួយដើម្បីឲ្យមានគេស្គាល់បានច្រើនហើយមកគាត់ក៏បានរកបានសមាជិក4នាក់បន្ថែមទៀតបានចំណាយអស់រយៈពេល5ឆ្នាំដើម្បីវឹកហាត់ជាមួយនឹងក្រុមរបស់គាត់មិនត្រឹមតែប៉ុណ្ណឹងទេគាត់ថែមទាំងបានពិភាក្សាគ្នានិងដាក់ឈ្មោះក្រុមរបស់គាត់ថា Blackpink ថែមទៀតផងប៉ុន្តែក្រុម Blackpink ដែលយើងទាំងអស់គ្នាស្គាល់មកដល់សប្តាហ៍ថ្ងៃហ្នឹងអត់មានមីយ៉ុននៅក្នុងហ្នឹងទេព្រោះតែគេបានបដិញគាត់ចេញពីក្រុមបាត់ទៅហើយនិយាយមែនហ្មងគាត់ខំវឹកហាត់ទាំងយប់ទាំងថ្ងៃជាមួយនឹងគ្នាចុងក្រោយគ្មានវត្តមានរបស់មីយ៉ុនទេហើយអ្នកនរគ្នាចង់ដឹងអត់ថាមូលហេតុអ្វីដែលគេបដិញគាត់ចេញហើយមូលហេតុដែលគេបានបណ្ដេញមីយ៉ុនចេញពីក្រុមនោះដោយសារតែនៅពេលដែលក្រុម Blackpink ត្រូវបង្ហាញខ្លួនលើកដំបូងមីយ៉ុនគាត់អត់មានទំនួលខុសត្រូវទេសុកក៏បានបាត់ដំណឹងសូនឆឹងក្រោយមកត្រូវបានគេនិយាយតគ្នាថាមីយ៉ុនហ្នឹងគាត់បានរត់ទៅចូលសមាជិកជាមួយនឹងក្រុមផ្សេងទៀតទេដូចក្បត់ក្រុមឯងអញ្ចឹងណាទៀតគេក៏បាននិយាយបន្តទៀតឲ្យថាមីយ៉ុនបានតាក់ទងជាមួយនឹងមនុស្សប្រុសម្នាក់ទាំងដែលនៅក្នុងក្រុមគេបានហាមឃាត់សារតែរឿងទាំងពីរហ្នឹងឯងដែលធ្វើឲ្យមីយ៉ុនបានបាត់បង់ក្តីសម័យដ៏ធំមួយនៅក្នុងឆាកជីវិតរបស់គាត់ព្រោះក្រោយមក Blackpink ហ្នឹងក៏ចាប់ផ្ដើមផ្ទុះមានគេស្គាល់ច្រើនខ្លាំងមែនតើចាប់ផ្ដើមមាន concert ធំបំបែកឯកតកម្មពិភពលោកហ្មងណានិយាយមែនខ្ញុំគ្រាន់តែលឺហ្នឹងខ្ញុំស្ដាយជំនួសមីយ៉ុនហ្មងបានបាត់បង់ឱកាសដ៏ធំមែនតើក្នុងជីវិតរបស់គាត់តែមិនយូរប៉ុន្មានមីយ៉ុនគាត់ក៏ចាប់ផ្ដើមបង្ហាញមុខសារទៀតថ្មីចាប់ផ្ដើមបៀលខ្លួនឯងឲ្យមានគេស្គាល់ព្រោះអីមីយ៉ុនគាត់មានទេពកោសល្យខ្ពស់មែនតើទោះបីជាគាត់ធ្លាប់បាត់បង់ក៏ពិតមែនតែគាត់មិនដែលបោះបង់ខ្លួនឯងចោលនោះទេគាត់ធ្លាប់និយាយថាគាត់តែងតែធ្វើជាកូនសោសម្រាប់ខ្លួនឯងបើកទ្វារនិងបោះជំហានទៅមុខជានិច្ចមិនថាជួបប្រទះរឿងអ្វីនោះទេមែនការតស៊ូការព្យាយាមបានផលពិតមិនយូរប៉ុន្មានណាត្រឹមរយៈពេលតែ2ឆ្នាំទេមីយ៉ុនគាត់ក៏បានក្លាយទៅជាសមាជិកក្នុងក្រុមថ្មីមួយឈ្មោះថា Two Girl គាត់ធ្លាប់បានច្រៀងជាមួយនឹង K-pop ល្បីៗផ្សេងទៀតថែមទាំងចេញ solo អាល់ប៊ុមបទចម្រៀងខ្លួនឯងទៀតណានិយាយរួមទៅទីបំផុតគាត់នៅតែបំពេញក្តីសម័យរបស់ខ្លួនឯងបានជាគាត់ធ្លាប់បាត់បង់ឱកាសជាសមាជិកក្រុម Blackpink ក៏ដោយតែក្រោយមកមីយ៉ុនត្រូវបានគេស្គាល់ច្រើននិងមាន fan ច្រើនខ្លាំងមែនទែនគាត់មិនត្រឹមតែជាអ្នកចម្រៀងនិងអ្នករាំទេគាត់ថែមទាំងត្រូវបានគេទទួលស្គាល់ថាគាត់គឺជាមនុស្សម្នាក់ដែលពូកែខាងលើកទឹកចិត្តថែមទៀតផងបន្ទាប់ពីបងប្អូនទាំងអស់គ្នាបានស្ដាប់រឿងរបស់មីយ៉ុនហើយបងប្អូនទាំងអស់គ្នាបានរៀនអ្វីខ្លះពីក្នុងរឿងនេះជាធ្លាប់ឮហើយគេតែងតែនិយាយថាឱកាសមិនមែនចិត្តតែមានទេក៏ឲ្យបាត់បង់តែបើបាត់បង់ហើយកុំបោះបង់ចោលខ្លួនឯងកុំបោះបង់ចោលនៅក្តីសម័យកុំបោះបង់ចោលនៅគោលដៅដូចមីយ៉ុនអញ្ចឹងគាត់បាត់បង់ឱកាសដ៏ធំក៏ពិតមែនប៉ុន្តែគាត់នៅតែជាកូនសោសម្រាប់ខ្លួនឯងអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាក៏ដូចគ្នានៅពេលដែលតូចចិត្តនឹងខ្លួនឯងពិបាកចិត្តឬក៏បាត់បង់អ្វីមួយយកមីយ៉ុនធ្វើជាគំរូយកខ្លួនឯងធ្វើជាកូនសោដើម្បីបន្តជំហានទៅមុខបន្តទៀត